nó nông Google Sheet đầm mâyបញ្ជាក់ស្ថានភាពការងារដែលបានធ្វើឬមិនទាន់ធ្វើយើងអាចធ្វើតាមការបញ្ចូល checkbox បែបនេះបាទដំបូងយើង select តំបន់ដែលយើងចង់ដាក់ checkbox បាទចូលទៅកាន់ tab insert ហើយយក checkbox មកបាទដូច្នេះយើងអាចselect ពីលើមកគឺវា tick បាទការងារដែលរួចបាទបើ select ម្ដងទៀតគឺវាដោះ tick បែបនេះបាទគឺងាយលឿនមិនចាំបាច់សរសេរឬបញ្ចូលច្រើនដងដើម្បីដឹងថាការងារយើងធ្វើចប់ប្រមាណបាទឥឡូវប្រើរូបមន្ត CTRL F បើកវងកញ្ចក់ select ជួរដែលយើងចង់បានមក comma ហើយយើងវាយពាក្យ true enter មកគឺបាទពេលយើង select មកគឺចំនួនវាឡើងទៅតាមដែលយើង tick បន្តមកទៀតតែការងារដែលមិនទាន់ធ្វើក៏យើងប្រើរូបមន្ត Ctrl F ដូចគ្នាបើកវងកញ្ចក់ select ជួរដែលយើងចង់រាប់ comma មកវាយពាក្យ for enter ដូច្នេះវាបង្ហាញថានៅការងារសល់2បាទបើយើង tick មួយទៀតគឺវានឹងថយការងារដែលសល់បែបនេះនឹងគឺជារបាយការណ៍ដែលយើងធ្វើដោយប្រើប្រាស់រូបមន្តបាទវាលឿនហើយនឹងងាយស្រួលបាទសូមអរគុណ